ការងារជាគណនេយ្យករគឺខ្ញុំស្រឡាញ់ចូលចិត្តនិងចូលចិត្តការងារដែលមានភាពត្រឹមត្រូវនិងគោរពអនុញ្ញាតជម្រាបសួរទស្សនិកជនដែលកំពុងតាមដានកម្មវិធី Vanda Talk Show តែនៅក្នុងថ្ងៃនេះផងដែរកម្មវិធីបានលើកយកប្រធានបទទាក់ទងជាមួយនឹងតួនាទីរបស់គណនេយ្យករដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យគ្រប់ស្ថាប័នទាំងអស់ត្រូវតែរៀបចំបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារគណនេយ្យនិងអគ្គនាយកដ្ឋានពន្ធដារការរៀបចំបញ្ជីគណនេយ្យគឺជាកាតព្វកិច្ចចម្បងរបស់គណនេយ្យករដែលរៀបចំប្រចាំថ្ងៃប្រចាំខែក្នុងគោលបំណងយកតួលេខទាំងអស់នោះយកទៅដំឡើងរបាយការណ៍ហិរញ្ញវត្ថុហើយនៅក្នុងថ្ងៃផងដែរកម្មវិធីបានអញ្ជើញវាគ្មិនមួយរូបដែលគាត់គឺជានិស្សិតចំនួនទី21បច្ចុប្បន្នភាពនេះគឺគាត់បានបម្រើការងារជាគណនេយ្យករនៅក្នុងក្រុមហ៊ុនឯកជនមួយដើម្បីកុំឲ្យខាត់ពេលយូរសូមទៅជួបគាត់ជាមួយខ្ញុំដូចតទៅបាទជំរាបសួរបងអូនស្រីនៅក្នុងថ្ងៃបងដែរកម្មវិធីបានអញ្ជើញបងអូនជាវាគ្មិនកិត្តិយសមកចែករំលែកបទពិសោធន៍ការងារតាក់ទងជាមួយនឹងគណនេយ្យអូខេអញ្ចឹងតើសពថ្ងៃនេះបងអូនសុខសប្បាយចិត្តទេហើយការងាររបស់បងអូនមានការមមាញឹកខ្លាំងដែរឬក៏បងអូនចាលោកគ្រូសម្រាប់សប្តាហ៍ថ្ងៃនេះខ្ញុំសុខសប្បាយជាទេលោកគ្រូហើយសម្រាប់ការងារមានការមមាញឹកដែរលោកគ្រូអូខេអញ្ចឹងគ្រូចង់ឲ្យបងអូនជួយណែនាំពីឈ្មោះទៅដល់ទស្សនិកជនដែលគាត់កំពុងតាមដានកម្មវិធី Vanda Talk Show របស់យើងផងដែរបាទជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំឈ្មោះសនស៊ីណេតដែលជាអតីតនិស្សិតចំនួនទី21នៃសាកលវិទ្យាល័យ Vandaបាទអរគុណច្រើនដែលបងអូនបានធ្វើការណែនាំខ្លួនឥឡូវយើងចូលមកដល់សំណួររបស់យើងវិញម្ដងដើម្បីឲ្យបងអូនធ្វើការចែករំលែកទៅដល់បងប្អូននិស្សិតនិងទស្សនិកជនដែលកំពុងតាមដានកម្មវិធី Vanda Talk Show អញ្ចឹងគ្រូចង់ឲ្យបងអូនរៀបរាប់អំពីប្រវត្តិការងាររបស់បងអូនកន្លងមកថាតើបងអូនបានធ្វើការងារទៅលើស្អីគេខ្លះបានឈានមកដល់នៅពេលនេះបច្ចុប្បន្ននេះផងដែរចា៎គ្រូប្រវត្តិការងាររបស់ខ្ញុំបន្ទាប់ពីបានចូលសិក្សានៅសាកលវិទ្យាល័យ Vanda ខ្ញុំបានទទួលការងារមួយដែលមានតួនាទីជាផ្នែក sale ហើយការងារនេះខ្ញុំធ្វើបានរយៈពេល2ឆ្នាំដើម្បីរកចំណូលដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្ញុំហើយបន្ទាប់មកខ្ញុំក៏បានផ្លាស់ប្ដូរបទពិសោធន៍ថ្មីទៅធ្វើជាការងារផ្នែកគណនេយ្យករដែលត្រូវនឹងជំនាញដែលខ្ញុំបានសិក្សាកន្លងមកអរគុណនេះគឺជាប្រវត្តិការងាររបស់បងអូនតាំងពីមុនឈានចូលមកដល់សាកលវិទ្យាល័យអូខេអរគុណអូនគ្រូចង់ដឹងទៀតថាតើអ្វីបានជាបងអូនជ្រើសរើសអាជីពជាគណនេយ្យករមូលហេតុអីចាលោកគ្រូបានជាខ្ញុំសម្រេចចិត្តជ្រើសរើសយកអាជីពជាគណនេយ្យករដោយសារការងារជាគណនេយ្យករគឺខ្ញុំស្រឡាញ់ចូលចិត្តនិងចូលចិត្តការងារដែលមានភាពត្រឹមត្រូវនិងការរៀបចំនិងវិភាគទិន្នន័យហិរញ្ញវត្ថុបាទហើយសម្រាប់ការងារជាគណនេយ្យករនេះដែរខ្ញុំបានទទួលបទពិសោធន៍ជាច្រើនដែលធ្វើឲ្យខ្ញុំមានភាពទទួលខុសត្រូវជាងមុននិងចេះដោះស្រាយបញ្ហាបានច្រើនជាងមុនបាទអរគុណសម្រាប់ការបកស្រាយរបស់បងអូនឥឡូវយើងចូលទៅដល់សំណួរបន្តទៀតចង់ដឹងថាតើការងារប្រចាំថ្ងៃរបស់បងអូនមានអ្វីខ្លះដែរដែលបងអូនបានអនុវត្តនៅកន្លែងអង្គភាពរបស់បងអូនចាលោកគ្រូសម្រាប់ការងារប្រចាំថ្ងៃរបស់ខ្ញុំមានដូចជាកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុចេញជា quotation ជូនអតិថិជនតាមតម្រូវការនិងចេញជា invoice នៅពេលដែលអតិថិជនមានការបញ្ជាទិញបាទចាហើយពាក់ព័ន្ធជាមួយនឹងចំណាយខ្ញុំបានរៀបចំ voucher ប្រៀបធៀបទិន្នន័យជាមួយនឹងធនាគារនិងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាហើយការងារបន្ទាប់គឺខ្ញុំធ្វើជាមួយនឹងប្រាក់ខែបុគ្គលិកនិងកម្មករឲ្យទាន់ពេលវេលាសម្រាប់បើកប្រាក់ខែឲ្យពួកគាត់បាទព្រោះនឹងអត់បានទេជាចាំបាច់ណាស់សម្រាប់ពួកគាត់អរគុណបន្តមកទៀតគ្រូចង់ដឹងថាតើគុណសម្បត្តិសំខាន់ដែលគណនេយ្យករគួរតែមាននឹងធ្វើមានអីខ្លះដែរអូនអាចជួយរៀបរាប់ជូនទស្សនិកជនដែលគាត់កំពុងតែតាមដាននេះផងដែរបានដែរអត់ចាលោកគ្រូសម្រាប់គុណសម្បត្តិគណនេយ្យករគួរតែមានទី1គឺមានភាពស្មោះត្រង់ហើយមានការរក្សាការសម្ងាត់ជូនក្រុមហ៊ុននិងចេះដោះស្រាយបញ្ហាហើយសំខាន់ជាងគេគឺគាត់ត្រូវចេះកម្មវិធីគណនេយ្យពាក់ព័ន្ធដូចជា QuickBooks P3
នឹងកម្មវិធី Localize Localize ចាហើយពាក់ព័ន្ធជាមួយនឹង Microsoft Excel Word អីក៏គាត់គួរតែចេះដូចគ្នាបានព្រោះអាហ្នឹងគឺជាគណនីចម្បងដែលជំនួសនៃការសរសេរដៃអូខេវាជួយសម្រួលគណនីក៏ច្រើនណាស់អរគុណបងអូនបន្តទៀតគ្រូចង់ដឹងថាតើមុខវិជ្ជាអ្វីដែលបងអូនសិក្សាពីសាកលវិទ្យាល័យវណ្ណដាហើយបានយកទៅប្រើប្រាស់ជាច្រើននៅក្នុងការងាររបស់បងអូនបាទចាលោកគ្រូសម្រាប់មុខវិជ្ជាដែលបានសិក្សានៅសាកលវិទ្យាល័យវណ្ណដាកន្លងមកហើយនឹងបានយកទៅអនុវត្តនៅកន្លែងការងារផ្ទាល់មានដូចជាមុខវិជ្ជាគណនេយ្យនិងកុំព្យូទ័រអូខេចាជាគណនេយ្យហើយកុំព្យូទ័រចាបានចាអូខេអរគុណបន្តទៅទៀតគ្រូចង់ដឹងថាតើបងអូនមានបំណងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្នុងសាកលវិទ្យាល័យវណ្ណដាដែរឬក៏អត់ទេចាលោកគ្រូសម្រាប់ជំនាញ Master ខ្ញុំក៏ចង់បន្តរៀននៅសាកលវិទ្យាល័យវណ្ណដាដែរលោកគ្រូអូខេអញ្ចឹងមានក្តីសម័យហើយត្រូវទេប៉ុន្តែនៅតែយកថវិកាមកបោះការសិក្សាបន្តទៀតជាចុងក្រោយនេះតើបងអូនមានអ្វីផ្ដាំផ្ញើទៅកាន់ទស្សនិកជននិងបងប្អូនដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិដែរឬក៏បងប្អូនអាចផ្ដាំផ្ញើជូនទៅគាត់ទៅចាលោកគ្រូសម្រាប់ការផ្ដាំផ្ញើគឺខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនចំនួនក្រោយដែលគាត់កំពុងតែសិក្សានៅជំនាញគណនេយ្យឲ្យគាត់ខិតខំប្រឹងប្រែងមូលដ្ឋានគណនេយ្យឲ្យបានរឹងមាំបាទចាហើយពិសេសពាក់ព័ន្ធជាមួយនឹងជំនាញកម្មវិធីផ្នែកគណនេយ្យផ្ទាល់ហ្មងហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់បានចូលរៀននិងមានបំណងចង់ចូលរៀនអាចចូលមកសិក្សានៅសាកលវិទ្យាល័យវណ្ណដាបានបាទព្រោះថានៅសាកលវិទ្យាល័យវណ្ណដាកាន់តែអភិវឌ្ឍពីមួយជំហានទៅមួយជំហានហ្នឹងហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺយើងសិក្សាត្រឹមតែរយៈពេលខ្លី2ឆ្នាំ8ខែតែប៉ុណ្ណោះហើយបងអូនអាចចំណេញទាំងពេលវេលាចំណេញទាំងថវិកានឹងងាយស្រួលក្នុងការស្វែងរកការងារធ្វើតាក់ទងជាមួយនឹងជំនាញដែលបងអូនដែលកំពុងសិក្សាបាទខណៈនៅពេលនេះដែរកម្មវិធីបានឈានទៅដល់ទីបញ្ចប់ខ្ញុំនិងបងអូនស្រីរួមទាំងក្រុមការងារទាំងអស់ក៏សូមគោរពអរគុណសូមជម្រាបលា